កញ្ជ្រោងចាប់ផ្ដើមដោយការរយនុយរួចក៏ទាញធម្មតាដ៏ធំមួយបន្ទាប់ពីឃ្លានដាច់ពោះអស់3ថ្ងៃទីបំផុតវាបានជួបនឹងឱកាសមាសដែលកម្រមានប៉ុន្តែវាដឹងច្បាស់ថាកញ្ជ្រោងមិនមែនជាសត្វដែលងាយនឹងចាញ់នោះទេគេបានរុញសត្វមួយក្បាលមកក្បែរកញ្ជ្រោងដែលមិនដឹងអីសោះស្លន់ស្លោរហូតមកឡើងស្លេកស្លាំងក្នុងពេលអាសន្នវាក៏ប្រើកលល្បិចគេចខ្លួនបាត់បន្ទាប់មកកញ្ជ្រោងក៏ចាប់ផ្ដើមផែនការថ្មីដោយព្យាយាមប្រើឈើច្រត់ដើម្បីចាប់មាន់ស្មានថាខ្លួនមានសំណាងហើយតែបែរជានៅពេលមនុស្សជួបគ្រោះផឹកទឹកត្រជាក់ក៏អាចជាប់ក៏ដែរប៉ុន្តែការបោះបង់មិនមែនជាជំរឿទេលើកនេះកញ្ជ្រោងបានរៀបចំជញ្ទោឈើដើម្បីកំណត់គោលដៅឲ្យបានច្បាស់ប៉ុន្តែមិនបានដូចចិត្តសោះដោយសារតែបរាជ័យម្ដងហើយម្ដងទៀតវាមានតែប្រើក្បាច់ចុងក្រោយប៉ុន្តែផែនការមិនទាន់ទាំងបានចាប់ផ្ដើមផងក៏ត្រូវបរាជ័យទាំងស្រុងកញ្ជ្រោងនៅតែព្យាយាមគ្រប់មធ្យោបាយប៉ុន្តែនៅតែមិនបានសម្រេចលើកនេះវាថែមទាំងប្រើបច្ចេកវិទ្យាទំនើបដើម្បីទល់នឹងមាន់ទៀតប៉ុន្តែមិននឹកស្មានថាវាជាការជន់កន្លុកខ្លួនឯងទៅវិញកាន់តែគិតកាន់តែខឹងកញ្ជ្រោងដែលកំពុងខឹងសម្បាក៏ជិះរ៉ុកែតហោះទៅបាត់តែហោះលឿនហួសគោលដៅបែរជាទៅជួបគ្រោះថ្នាក់ទៅវិញហើយអ្វីដែលកាន់តែអាក្រក់នោះគឺដៃគូរបស់វាបែរជាមកបង្កបញ្ហាបន្ថែមទៀត